បើសិនជាខ្ញុំប្រាប់ថាមន់ទាំងអស់នេះអត់មានប្រើវ៉ាក់សាំងបងប្អូនទាំងអស់គ្នាជឿអត់នៅក្នុងត្រង់របស់ខ្ញុំនេះមាន100មន់ជាងក្នុង3បានអញ្ចឹងខ្ញុំអត់មានបានប្រើវ៉ាក់សាំងអីទេហើយសុខភាពមន់ដូចពុកម៉ែបងប្អូនបានឃើញអញ្ចឹងគឺលះលហួនក្លៀវក្លាទាំងអស់អញ្ចឹងវាពឹងលើការថែទាំការយកចិត្តទុកដាក់ទៅលើពួកវាដែរហើយនឹងបច្ចេកទេសមួយចំនួនអញ្ចឹងបើពុកម៉ែបងប្អូនចង់ដឹងអីបងប្អូនអាច subscribe channel ខ្ញុំមួយទៅហើយអាចតាមដានគ្រប់វីដេអូរបស់ខ្ញុំឬក៏ comment សួរខ្ញុំផ្ទាល់មកចាំខ្ញុំធ្វើវីដេអូចែកលែកពីរបៀបចិញ្ចឹមរបៀបថែទាំត្រូវធ្វើមិនខ្លះហើយធ្វើមិនដើម្បីមន់ធំលឿនដោយអត់មានប្រើវីតាមីនឬក៏វ៉ាក់សាំងអីចឹងណាបងឬក៏កុំឲ្យមន់ងាប់កាត់បន្ថយការងាប់ការអីចឹងទៅការឈឺឆ្លងជំងឺចឹងទៅអញ្ចឹងបងប្អូនអាច comment នៅខាងក្រោមចាំខ្ញុំធ្វើវីដេអូឆ្លើយបន្តឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាអរគុណ